មនុស្សធម៌បំផុតយោធាសៀមប្លង់គ្រាប់ចូលក្នុងមន្ទីរពេទ្យខណៈ F16 ទម្លាក់គ្រាប់ចូលដល់ខេត្តសៀមរាបទីរួមខេត្តព្រះវិហារនិងឧត្តរមានជ័យនៅម៉ោង 4 រសៀលថ្ងៃទី 11 ខែធ្នូឆ្នាំ 2025 នេះយន្តហោះទម្លាក់គ្រាប់បែកសៀមបានចូលមកទម្លាក់គ្រាប់បែកដល់ខេត្តសៀមរាបនិងទីរួមខេត្តព្រះវិហារគ្រាប់បែកចំនួន 3 បានផ្ទុះនៅក្បែរតំបន់ជនស៊ីវិលដែលរស់នៅក្នុងស្រុកវ៉ារិនបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងដោយឡែកនៅឯទីរួមខេត្តព្រះវិហារវិញក៏មានការទម្លាក់គ្រាប់ពីក្រមយោធាសៀមចូលទៅទីប្រជុំជននៅចំណុចវាលឪពុកក្រៅពីការបាញ់ប្លង់ចូលសាលារៀនវត្តអារាមផ្ទះសម្បែងជនស៊ីវិលនិងអគារពាណិជ្ជកម្មមួយរួចមកយោធាសៀមក៏បានប្លង់គ្រាប់ចូលក្នុងមណ្ឌលសុខភាពផងដែរគ្រាប់ប្លង់មួយត្រូវបានប្រទះឃើញក្នុងបរិវេណមណ្ឌលសុខភាពដោយធ្លាក់មកលើផ្លូវធ្វើដំណើរតែមិនទាន់ផ្ទុះយោធាសៀមកាន់តែវាយលុកចូលកាន់តែជ្រៅនៅក្នុងបូរណភាពទឹកដីរបស់កម្ពុជាបន្ទាប់ពីការវាយប្រហារគ្នានៅតាមព្រំដែនរយៈពេល5ថ្ងៃមកហើយនៅមិនទាន់ស្ងប់ស្ងាត់នៅឯច្រកអូស្មាច់ខេត្តឧត្តរមានជ័យវិញយោធាសៀមក៏បានទម្លាក់គ្រាប់បែកកំទេចការ៉ាសាំង PTT បណ្ដាលឲ្យឆេះខ្ទេចទាំងស្រុងដោយឡែកនៅឯច្រកបឹងត្រកួនភូមិជោគជ័យនិងភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យវិញក៏មានការវាយប្រយុទ្ធគ្នាជាច្រើនម៉ោងផងដែរហើយនៅឃុំថ្មដាខេត្តពោធិ៍សាត់វិញក៏មិនទាន់ស្រាក់ស្រាននៅឡើយដែរតែឆេះអស់ហើយបងប្អូនឆេះអស់ហើយផ្ទះតមុកនៅជាប់តែនៅព្រំដែនខេត្តព្រះវិហារបងប្អូនដែលធ្លាប់ទៅគឺស្គាល់ហើយបាទទីតាំងមួយនេះបងប្អូនដែលគាត់ធ្លាប់បងវីរៈកងទ័ពរបស់យើងនាំទៅលេងនាំទៅទស្សនាថតរូបតំបន់ប្រវត្តិសាស្ត្រផ្ទះតមុកនៅច្រកចំតែបងប្អូននេះហើយរូបភាពដែលពួកអធិជនសៀមដុតបំផ្លាញបើមិនថាផ្ទះតូចមិនថាផ្ទះធំមិនថាផ្ទះជាប្រវត្តិសាស្ត្ររបស់បងប្អូនប្រជាជនខ្មែររបស់យើងដែលនៅតំបន់នោះឥឡូវនេះគឺវាដុតបំផ្លាញខ្ទេចគ្មានសល់ទេមើលឃើញទេ16បាញ់ឆ្នាំហើយដាក់ឈឹងទីប្រឹក្សានាយករដ្ឋមន្ត្រីបានឲ្យដឹងថាកម្ពុជាត្រៀមខ្លួនគ្រប់ពេលសម្រាប់ការចរចាបញ្ចប់ជម្លោះជាមួយថៃទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជាលោកសុយ៉ារ៉ាបានបញ្ជាក់កាលពីថ្ងៃអង្គារទី9ធ្នូថាកម្ពុជាបើកជំហរសម្រាប់ការចរចាទ្វេភាគីជាមួយប្រទេសថៃដើម្បីបញ្ឈប់ជម្លោះព្រំដែនបន្ទាប់ពីយោធាថៃបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជាឥតសំចៃដៃដែលបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចោលផ្ទះសម្បែងលោកសុយ៉ារ៉ាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍តាមវីដេអូពីរាជធានីភ្នំពេញដោយនិយាយជាភាសាអង់គ្លេសថាឧបមាថា1ម៉ោងទៀតភាគីទាំងពីរយល់ព្រមលើតុចរចាហើយបន្ទាប់មកចាប់ផ្ដើមទំនាក់ទំនងនេះនឹងជាគំនិតល្អណាស់ទោះជាយ៉ាងណាក៏ដោយលោកសុយ៉ារ៉ាបាននិយាយថាកម្ពុជានឹងមិនផ្ដួចផ្ដើមដំណើរការនេះដោយខ្លួនឯងទេហើយបន្ថែមថាយើងត្រូវតែទទួលបានសុឆន្ទៈរួមគ្នាសម្រាប់ភាគីទាំងពីរបន្ថែមពីនោះលោកសុយ៉ារ៉ាបានពណ៌នាអំពីស្ថានភាពនេះថាជាល្បែងដែលគ្មានអ្នកឈ្នះគ្មានអ្នកចាញ់ហើយបាននិយាយថាប្រទេសទាំងពីរតែងតែជាប្រទេសជិតខាងដូច្នេះគួរតែឈានដល់ការឯកភាពគ្នាលោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានលើកឡើងកាលពីថ្ងៃអង្គារទី9ធ្នូថារដ្ឋធានី Washington មានការព្រួយបារម្ភអំពីការប្រយុទ្ធគ្នារវាងប្រទេសថៃនិងកម្ពុជាលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងសូមអំពាវនាវយ៉ាងមុតមាំឲ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ការការពារជនស៊ីវិលនិងឲ្យភាគីទាំងពីរវិលត្រឡប់ទៅរកវិធានការកាត់បន្ថយភាពតានតឹងវិញយោធាថៃដែលមានទំហំធំជាងនិងមានអាវុធល្អជាងកម្ពុជាឆ្ងាយណាស់បានកំណត់គោលដៅធ្វើឲ្យខូចសមត្ថភាពយោធារបស់ប្រទេសជិតខាងរបស់ខ្លួនរយៈពេលវែងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters កាលពីថ្ងៃអង្គារទី9ធ្នូរដ្ឋមន្ត្រីការបរទេសថៃបាននិយាយថាកម្ពុជាត្រូវបង្ហាញភាពស្មោះត្រង់និងធ្វើជំហានដំបូងដើម្បីបន្ធូរបន្ថយភាពតានតឹងដោយច្រានចោលការសម្របសម្រួលភាគីទី3
ទន្ទឹមនឹងនោះនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈគុលបានប្រកាសក្តែងកាលពីថ្ងៃអង្គារថាយោធាទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលរបស់លោកដោយច្រានចោលការសន្ទនាក្នុងចំណោមការប្រយុទ្ធគ្នាដែលកំពុងបន្ត អូវអើយដូចចុះមើលហួយបងប្អូនមើលហួយលើសនោះហួយតិចជុកនៅលើកំពូលភ្នំបាទអត់ដេញតែកើតអុយទេនោះបាទ 5 គ្រាប់អានេះបាញ់តទល់គ្នារត់2ដងពីព្រឹកផ្សេងពីព្រឹកអបាយរត់ទេព្រឹកខាងណោះតែនេះខាងមិនទៅគូកូនស្នាប់ទេបងប្អូនអើយ ទេសរដ្ឋមន្ត្រីកៅរេមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារិះគន់ថាមេដឹកនាំ UNESCO បច្ចុប្បន្នគ្មានបេះដូងស្រឡាញ់ប្រាសាទបុរាណសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកសុកចិត្តស្ងៀមស្ងាត់បិទភ្នែកបិទមាត់បណ្ដោយឲ្យយោធាថៃបំផ្លិចបំផ្លាញម្ដងហើយម្ដងទៀតដោយមិនចេញមុខទប់ស្កាត់ឬថ្កោលទោសឡើយ វឌ្ឍនៈអលមលរសជាតិស្រទន់ពី បងប្អូន8គ្រាប់ហើយវាខ្លោងមកខ្លោងភ្នំ ពេញទឹកពេញដោយសើក្មេងៗនេះមកល្ងែកល្ងក់មានយីតា